បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយតាក់ទងជាមួយនឹងដុំខ្លាញ់បាទតើដុំខ្លាញ់ជាអ្វីបាទដុំខ្លាញ់គឺជាដុំដែលកើតឡើងពីកោសិកាខ្លាញ់ហើយជាទូទៅវាជាដុំស្លូតវាមិនមែនជាដុំមហារីកទេហើយវាមិនមានការបង្កគ្រោះថ្នាក់អ្វីដល់អាយុជីវិតរបស់មនុស្សទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏វាមានករណីកម្របំផុតដែលវាអាចមានហើយការអនុវត្តជាក់ស្ដែងរបស់យើងក៏យើងបានជួបប្រទះដែរគឺដុំខ្លាញ់មហារីកដែលយើងហៅថា liposarcoma ប៉ុន្តែទោះជាយ៉ាងណាក៏ដោយភាគច្រើនបំផុតនៃដុំខ្លាញ់ហ្នឹងគឺជាដុំស្លូតទេគឺវាមិនបានធ្វើអ្វីឬក៏ប៉ះពាល់អីដល់អាយុជីវិតរបស់យើងទេ